គឺបើយោងតាមសេចក្តីរាយការណ៍របស់ខាងទូត NBC ឲ្យដឹងថាអញ្ញាធរបានឲ្យដឹងនៅថ្ងៃប្រហ័សនេះថាមានកប៉ាល់បរទេសចំនួន3គ្រឿងទៀតហើយទៅបានវាយប្រហារនៅក្នុងតំបន់ឈូងសមុទ្រ Perth បាទគឺពេញនៅមួយយប់តែម្ដងខណៈពេលដែលការវាយប្រហារកាន់តែខ្លាំងឡើងទៅលើកប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ឬនៅជិតច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រតូចមួយហើយមានលក្ខណៈសំខាន់ជាយុទ្ធសាស្ត្រឧបទ្ទហេតុចុងក្រោយនេះបានកើតឡើងបន្ទាប់ពីកប៉ាល់3គ្រឿងដាច់ដោយឡែកពីគ្នាផ្សេងទៀតបានរងការខូចខាតនៅក្នុងដែនទឹកនៅឈូងសមុទ្រនេះកាលពីថ្ងៃពុធបាទថ្ងៃពុធម្សិលមិញនិងខណៈដែលអ៊ីរ៉ង់ព្រមានថាតម្លៃប្រេងអាចឡើងដល់$200ក្នុង1បារ៉ែលមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មផ្លូវទឹកចក្រភពអង់គ្លេសឬហៅកាត់ថា UKMTO បាននិយាយនៅថ្ងៃប្រហ័សទី12ខែមីនានេះថាកប៉ាល់កុងតឺន័រមួយគ្រឿងទៅបានវាយប្រហារដោយគ្រាប់ផ្លោងដែលមិនស្គាល់អត្តសញ្ញាណប្រហែលជា50គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Jebel Ali ដែលជាទីក្រុងកំពង់ផែដ៏សំខាន់មួយនៅជិតទីក្រុងឌូបៃក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួមហេតុការណ៍នេះបានបណ្ដាលឲ្យមានអគ្គិភ័យតូចមួយនៅលើកប៉ាល់នោះហើយនាវិកទាំងអស់ត្រូវបានគេរាយការណ៍ថាគឺមិនមានគ្រោះថ្នាក់អ្វីនោះទេមួយនេះបន្តិចគឺកប៉ាល់ដឹកប្រេងបរទេស2គ្រឿងត្រូវបានឆេះនៅក្នុងដែនទឹកអ៊ីរ៉ាក់បន្ទាប់ពីត្រូវបានវាយប្រហារនៅជិតកំពង់ផែកាស្រាដែលនៅជិតទីក្រុងបាស្រាហើយយ៉ាងហោចណាស់មានមនុស្សម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែលបានដកស្រង់សម្ដីរបស់មន្ត្រីកំពង់ផែអ៊ីរ៉ាក់ហើយមានក្រុមនាវិកចំនួន38នាក់ត្រូវបានជួយសង្គ្រោះពីកប៉ាល់ទាំងនោះបាទក្រុមហ៊ុន General Company សម្រាប់កំពង់ផែរបស់អ៊ីរ៉ាក់នៅមិនទាន់អាចតាក់ទងបានភ្លាមទេនៅពេលដែលទូត CNBC បានតាក់ទងដើម្បីសុំអត្ថាធិប្បាយបាទនេះគឺជាការវិវត្តមួយទៀតណាដែលតាក់ទងជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីវាយប្រហារទៅលើនាវាដែលដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ឥឡូវនេះគឺមិនត្រឹមតែនាវាដឹកប្រេងទេគឺនាវាដឹកទំនិញដែលឆ្លងកាត់កន្លែងនោះក៏បាទមានការរងការវាយប្រហារផងដែរគឺតាក់ទងជាមួយនឹងការចំណាយនៅក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ដែលជាសំណួរសំខាន់ពីព្រោះវាអាចនឹងកំណត់ថាតើសហរដ្ឋអាមេរិកអាចនឹងធ្វើប្រតិបត្តិការនេះរយៈពេលប្រមាណនៅក្នុងប្រទេសអ៊ីរ៉ង់នោះមន្ត្រីក្រសួងការពារជាតិបានប្រាប់សមាជិកព្រឹទ្ធសភានៅក្នុងកិច្ចប្រជុំបិទទ្វារមួយកាលពីថ្ងៃអង្គារថាពួកគេប៉ាន់ប្រមាណថាសង្គ្រាមរយៈពេល6ថ្ងៃដំបូងនៅក្នុងប្រទេសអ៊ីរ៉ង់មានតម្លៃជាង$11.3 លានសហរដ្ឋអាមេរិកសមាជិកព្រឹទ្ធសភាលោក Chris Coons ដែលមកពីគណៈបកប្រជាធិបតេយ្យបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថាលោកជឿថាចំនួនទឹកប្រាក់ពិតប្រាកដកាន់តែខ្ពស់ជាងនេះទៅទៀតដោយសារតួលេខបច្ចុប្បន្នមិនទាន់រាប់បញ្ចូលគ្រប់ទិដ្ឋភាពនៃសង្គ្រាមនេះនោះទេអ្នកនាំពាក្យរបស់មន្ត្រីបញ្ញកោណបាននិយាយថាពួកគេមិនធ្វើអត្ថាធិប្បាយលើការពិភាក្សាឬការកិច្ចប្រជុំដែលបិទទ្វារមិនជាសាធារណៈនោះទេហើយទាក់ទងនឹងតម្លៃនៃបប្រតិបត្តិការ Epic Fury ដែលនឹងមិនដឹងតម្លៃរហូតតតែបេសកកម្មនោះបានបញ្ចប់កិច្ចប្រជុំនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន The New York Times ការប៉ាន់ប្រមាណតម្លៃសម្រាប់សង្គ្រាមដែលមានរយៈពេលមិនដល់1សប្តាហ៍បានកើតមានឡើងនៅពេលដែលរដ្ឋបាលលោកត្រាំកំពុងកំណត់ថាតើខ្លួននឹងស្នើសុំថវិកាប៉ុន្មានពីសភាបាទដែលដាក់បញ្ចូលទៅក្នុងច្បាប់មូលនិធិបន្ថែមទៀតដើម្បីគ្របដណ្ដប់លើការចំណាយដែលកំពុងកើនឡើងនៅក្នុងចំនួននេះអនុគណៈកម្មាធិការបែងចែកថវិកានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរៀបចំច្បាប់នោះសង្គ្រាមនេះដែលឥឡូវនេះចូលដល់ក្នុងថ្ងៃទី12បាទ13ទៅហើយនោះបានបណ្ដាលឲ្យមានមនុស្សរាប់រយនាក់ស្លាប់នៅតំបន់មជ្ឈិមបូព៌ាការវាយប្រហាររបស់អ៊ីស្រាអែលនិងអាមេរិកបានសម្លាប់មនុស្សជាង1200នាក់នៅក្នុងប្រទេសអ៊ីរ៉ង់នេះបើយោងតាមសមាគមអតិច័ន្ទក្រហមអ៊ីរ៉ង់មនុស្ស13នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលនិង6នាក់បានស្លាប់នៅក្នុងប្រទេសអារ៉ាប់រួមខណៈដែលមនុស្ស570នាក់បានស្លាប់នៅក្នុងប្រទេសលីបង់នេះបើយោងតាមខុទ្ទកាល័យនាយករដ្ឋមន្ត្រីលីបង់ដោយឡែក
ដោយឡែកពីខាងភាគីសហរដ្ឋអាមេរិកវិញគឺមានយោធាអាមេរិកចំនួន7នាក់បានស្លាប់នៅក្នុងសង្គ្រាមនេះនិង140នាក់បានរងរបួសបាទនេះបើតាមតួលេខដែលបានបញ្ជាក់